ta thưaយ៉ាងម៉េចទៅឲ្យមន្ត្រីស្ថានទូតជឿលើទំនាក់ទំនងស្នេហាប្តីប្រពន្ធពេលចូលសម្ភាសបាទនេះគឺជាសំណួរមួយដ៏ល្អហើយក៏ជាសំណួរមួយដែលពិបាកស្វែងរកចម្លើយពីព្រោះអ្នកដែលសម្រេចនិងអ្នកចេញលទ្ធផលផ្ដល់វីសាជូនលោកអ្នកឬក៏អត់គឺមន្ត្រីកុងស៊ុលដែលជាអ្នកសម្ភាសលោកអ្នកប្រសិនបើគេមិនជឿគេមានអារម្មណ៍ថាមិនជឿលើទំនាក់ទំនងស្នេហាលោកអ្នកគេនឹងបដិសេធវីសារបស់លោកអ្នកក៏ប៉ុន្តែជៀសវាងការទទួលបានបដិសេធឆាវត្រូវបដិសេធឆាវលោកអ្នកគួរតែខំប្រឹងនិងព្យាយាមរៀបចំឯកសារអស់ពីចិត្តក្រោយពេលរៀបការនឹងគ្នាហើយលោកអ្នកត្រឡប់មកអាមេរិកវិញដាក់ពាក្យធានាប្រពន្ធឬប្តីលោកអ្នកហើយលោកអ្នកគួរតែមានកម្រងទៅលេងគាត់ក្នុងមួយឆ្នាំយ៉ាងតិចមួយលើកក្រៅពីនេះលោកអ្នកត្រូវតែរក្សាទំនាក់ទំនងគ្នាតេគ្នាចុះឡើងរហូតមួយឆ្នាំតិចបំផុតទៅលេងមួយលើកត្រូវមានរូបថតផុសតាំងថតជាមួយគ្នាដើរលេងជាមួយគ្នាឬក៏អាចធ្វើដំណើរទៅប្រទេសនេះប្រទេសនោះទិញសម្បត្តិយន្តហោះទិញអីទុកធ្វើជាផុសតាំងកក់ស្ថាគារនៅជាមួយគ្នាធ្វើជាផុសតាំងក្រៅពីការធ្វើដំណើរនេះលោកអ្នកគួរតែបង្កើតកុងធនាគារមួយរួមគ្នាប្រើប្រាស់រួមគ្នាចាញ់ពីនេះទៀតគួរតែមានរបស់ទ្រព្យអ្វីមួយទិញរួមគ្នាដូចជាទិញឡានទិញផ្ទះស្រុកខ្មែរទិញដៃដល់ស្រុកខ្មែរកាលណាលោកអ្នកជាន់ជាមួយគ្នាច្រើនគឺរួមគ្នាបង្កើតផុសតាំងទិញរបស់របររួមគ្នាអញ្ចឹងច្រើនវាជាកត្តាមួយធ្វើឲ្យមន្ត្រីស្ថានទូតនឹងជឿទុកចិត្តថាលោកអ្នកនឹងពិតជាស្រឡាញ់គ្នាមែនបាទពីព្រោះមិនមែនសុកយកទៅទិញផ្ទះទិញដៃជាមួយគ្នាទេដោយសារយើងស្រឡាញ់គ្នាការនឹងគ្នាត្រឹមត្រូវពិតប្រាកដទៅយើងអាចដល់ដំណាក់កាលហ្នឹងអញ្ចឹងក្រៅពីផុសតាំងរូបភាពដើរលេងជាមួយគ្នារស់នៅជាមួយគ្នានេះយើងមិននិយាយអំពីរឿងមានកូននឹងគ្នាទេក្រៅពីផុសតាំងទៅហ្នឹងគឺយើងគួរតែមានគណនីកុងធនាគារជាមួយគ្នាទិញនេះទិញនោះជាមួយគ្នា insurance អីជាមួយគ្នាអញ្ចឹងទៅទាំងអស់នេះនឹងអាចធ្វើឲ្យសំណុំរឿងលោកអ្នករឹងមាំពេលដែលចូលសម្ភាសស្នើសុំវីសាប្តីធានាប្រពន្ធឬប្រពន្ធធានាប្តីមន្ត្រីស្ថានទូតមើលលើផុសតាំងទាំងអស់ហ្នឹងគេជឿច្រើនជាងលោកអ្នកអត់មានផ្ទុយទៅវិញបើលោកអ្នកមានត្រឹមតែសម្បត្តិអាពាហ៍មួយសន្លឹករូបថត50សន្លឹក100សន្លឹកផុសតាំងតាក់ខ្ទងគ្នាបន្តិចបន្តួចអីអាហ្នឹងភាគច្រើនមន្ត្រីស្ថានទូតមិនជឿទេបាទក្រៅពីផុសតាំងនិងឯកសារនានាដែលខ្ញុំបានលើកឡើងមុននេះលោកអ្នកក៏ចាំបាច់ប្រុងប្រៀបខ្លួនសម្រាប់ចូលសម្ភាសដែរសម្រាប់ការសម្ភាសដែរគឺយើងរៀបចំឯកសារឲ្យបានល្អរៀនហាត់សមសំណួរចម្លើយឲ្យបានល្អកាលណាលោកអ្នកប្រុងប្រៀបបានរួចរាល់ជាស្រេចលោកអ្នកអាចមានឱកាសជោគជ័យខ្ពស់លោកអ្នកអាចតាក់ទងមកកាន់ក្រុមហ៊ុនយើងខ្ញុំបានបើត្រូវការផ្នែកសេវាកម្មទិដ្ឋាការអាមេរិកបាទអរគុណ